ជំរាបសួរបាទខ្ញុំខ្វាន់មែននៅក្នុងវីដេអូនេះនឹងមកនិយាយទៅតជាមួយនឹងប្រវត្តិរបស់យក្សតាំងពីសម័យបុរាណមកទស្សនាទាំងអស់គ្នាតើប្រវត្តិរបស់យក្សមានអ្វីខ្លះនៅក្នុងសាសនារបស់ព្រះពុទ្ធមានយក្សទាំងអស់4ត្រកូលនៅក្នុង4ត្រកូលនេះពួកគាត់មានតួនាទីខុសៗពីគ្នាទី1មានឈ្មោះថាព្រះបាទគូវេរៈឬហៅថាវេទសុវណ្ណនៅក្នុងជំនឿជាសាសនារបស់ឥណ្ឌូបានហៅថាព្រះអង្គផៃសុកដែលមានជំនឿថាគឺជាម្ចាស់អសុរកាយឬអរិយអ្នកតាជាដើមព្រះអង្គមានតួនាទីមើលថែរក្សានៅលើពិភពលោកដែលរស់នៅលើឋានសួគ៌ជាន់ទី1ដែលមានឈ្មោះថាចតុមហារាជិកាដែលនៅទិសខាងជើងដែលមានតួនាទីមើលថែក្រុមយក្សនិងអសុរកាយជាដើម2ព្រះបាទវីរោហកៈព្រះអង្គមានតួនាទីមើលថែទេវតានិងយមរាជនៅក្នុងនរកដែលចាំកាត់ទោសវិញ្ញាណក្ខន្ធដែលសាងអំពើអាក្រក់ព្រះអង្គមានតួនាទីមើលថែនៅទិសខាងត្បូងទី3ព្រះបាទវិរូបខៈព្រះអង្គមានតួនាទីមើលថែនេករាជដែលសន្ធិដ្ឋនៅទិសខាងលិចទី4ព្រះបាទថុត្តរតព្រះអង្គមានតួនាទីមើលថែកុនភពដែលមានន័យថាគឺជាទេវតាចូលចិត្តសិល្បៈនិងតន្ត្រីជាដើមព្រះអង្គសន្ធិដ្ឋនៅទិសខាងកើតនេះគឺជាយក្សទាំង4ត្រកូលដែលទាក់ទងជាមួយសាសនាព្រះពុទ្ធជំនឿជានៅខាងប្រទេសចិនក៏មានដូចគ្នាដែលមានឈ្មោះថាតោប៊ុនធានអង្គដែលមានរាងកាយជាពណ៌ខ្មៅនៅខាងប្រទេសជប៉ុនក៏មានជំនឿជាដូចគ្នាដែលមានឈ្មោះថាភីសមុនតាក់ទងជាមួយនឹងយក្សនៅក្នុងជំនឿជាគេបាននិយាយថាអ្នកខ្លះគេមានជំនឿថានឹងជួយឲ្យរកស៊ីមានបានអ្នកខ្លះក៏ជឿថាការពារពួកព្រាយបិសាចខ្លះទៀតក៏បាននាំយកមកធ្វើជាយ័ន្តយកមកដាក់ក្នុងផ្ទះជាដើមឥឡូវមកទស្សនារឿងរ៉ាវរបស់យក្សទាំងអស់គ្នាតាក់ទងជាមួយសាសនាព្រះពុទ្ធកាលពីសម័យដែលអត់ទាន់មានព្រះពុទ្ធសាសនានៅក្នុងពេលនោះមានព្រហ្មញ្ញម្នាក់ដែលមានឈ្មោះថាគូវេនគាត់ធ្វើអាជីពតាក់ទងជាមួយនឹងដាំដើមអំពៅលក់ថ្ងៃមួយគាត់ក៏បានមានប្រាក់ក៏បានទិញប្រដាប់គៀបទឹកអំពៅរកប្រាក់ចូលមកដើម្បីចិញ្ចឹមកូននិងប្រពន្ធបន្តមកទៀតគាត់ក៏បានក្លាយជាម្ចាស់គៀបទឹកអំពៅដែលមានប្រដាប់គៀបទឹកអំពៅទៅដល់7គ្រឿងក្រោយមកក៏បានមានចិត្តមេត្តាសាងសង់ខ្ទមឲ្យអ្នកធ្វើដំណើរឆ្ងាយទុកសម្រាប់នៅពេលដែលធ្វើដំណើរផ្លូវឆ្ងាយម្យ៉ាងទៀតក៏បានបរិច្ចាគទឹកអំពៅដល់អ្នកធ្វើដំណើរផ្លូវឆ្ងាយទាំងអស់បន្តមកទៀតព្រហ្មញ្ញម្នាក់នេះក៏បានស្លាប់ផលបុណ្យកុសលទាំងអស់ដែលធ្វើតាំងពីនៅរស់បានជួយឲ្យគាត់ចាប់ចិត្តខ្លាចទេវតានៅលើឋានសួគ៌ដែលមានឈ្មោះថាចតុមហារាជិកានៅលើទីនោះដែលមាននាមថាទេវបុត្រគូវេនបន្តមកទៀតព្រះអង្គក៏បានដាក់តួនាទីថាឲ្យមើលថែនៅព្រះនគរនៅភូមិភាគខាងជើងតាំងពីពេលនោះមកព្រះអង្គក៏បានដូរឈ្មោះឲ្យក្លាយជាព្រះបាទវេទសុវណ្ណតាំងពីពេលនោះមកនៅក្នុងគម្ពីរមួយទៀតដែលបាននិយាយទាក់ទងជាមួយរឿងនេះដូចគ្នាព្រះអង្គមាននាមថាព្រហ្មញ្ញគូវេនព្រះអង្គកាលពីនៅរស់បានធ្វើបុណ្យច្រើនមែនទែនបន្តមកក៏បានកើតក្លាយជាស្ដេចក្រោមរាជនៅនគររាជក្រឹត្យដែលមាននាមថាប៊ីមភីសារាបន្តមកទៀតព្រះអង្គក៏មានមិត្តភក្តិមួយដែលមានឈ្មោះថាសិទ្ធហៈគឺជាកូនស្ដេចព្រះអង្គសិទ្ធហៈគឺជាព្រះពុទ្ធសាសនារបស់យើងនៅក្នុងសម័យនោះនៅពេលដែលព្រះអង្គសិទ្ធហៈបានក្លាយជាព្រះពុទ្ធសាសនាក៏បានប្រទានពរដល់ព្រះអង្គប៊ីមប៊ីសារាឲ្យបានដឹងអំពីធម៌អាព្រះអង្គប៊ីមប៊ីសារាក៏បានប្រគល់ព្រះវិហារវត្តវេរវ័នដល់ព្រះពុទ្ធសាសនាឲ្យព្រះពុទ្ធសាសនាមានវត្តគង់ហើយក៏បានមានវត្តតាំងពីពេលនោះមកវេរវ័នបកប្រែខ្មែរគឺជាដើមឫស្សីនេះហើយគឺជាកន្លែងព្រះពុទ្ធសាសនាគង់នៅមុនដំបូងគេបង្អស់ឬម្យ៉ាងទៀតហៅថាវត្តឬម្យ៉ាងទៀតហៅថាព្រះវិហារនឹងហើយពាក្យថាវេរវ័នគឺជាព្រៃឫស្សីតាំងពីដើមឡើយព្រះអង្គប៊ីមប៊ីសារាក៏បានធ្វើបុណ្យដាក់ទាននៅកន្លែងដើមឫស្សីនេះច្រើនមែនទែនបន្តមកព្រះអង្គក៏បានកើតនៅក្នុងសម័យព្រះពុទ្ធសាសនាក៏បានប្រគល់ទីនេះដល់ព្រះពុទ្ធសាសនាធ្វើជាព្រះវិហារនៅពេលដែលព្រះអង្គប៊ីមប៊ីសារាបានសោយទីបង្គត់បានចាប់ជាតិខ្លាចជាទេវតាម្នាក់ដែលមានមហិទ្ធិឫទ្ធិខ្លាំងមែនទែននោះគឺជាព្រះអង្គវេទសុវណ្ណគឺជាយក្សឥឡូវមកទស្សនាជំនឿជារបស់យក្សទាក់ទងនឹងព្រហ្មញ្ញសាសនាម្ដងព្រះអង្គថាវេទសុវណ្ណគឺជាបងប្រុសបង្កើតរបស់យក្សថោសកណ្ឌប៉ុន្តែមានម្ដាយខុសគ្នាឪតែមួយបន្តមកទៀតព្រះអង្គថាវេទសុវណ្ណក៏បានកាន់សាសនាខាងព្រហ្មញ្ញសាសនាដើម្បីត្រាស់ដឹងអំពីអ្នកកាន់សិលប្រកបប៉ុន្តែមនុស្សជាឪពុកខឹងខ្លាំងមែនទែនដោយសារតែប្រាប់កូនមិនស្ដាប់ខ្លួនគឺជាយក្សហេតុអ្វីបានទៅកាន់សាសនាខាងព្រហ្មញ្ញសាសនាទៅវិញយក្សនិងទេវតាគឺមិនត្រូវគ្នានោះទេឆ្លុះគ្នារហូតព្រះអង្គមហាព្រហ្មក៏បានប្រគល់ស្បែកជើងទិព្វដល់យក្សថាវេទសុវណ្ណឲ្យធ្វើដំណើរទៅណាមកណាមិនចាំបាច់ដើរគឺហត់រហូតរឿងនេះក៏បានឮដល់យក្សថោសកណ្ឌក៏បានវាយប្រហារជាមួយយក្សថាវេទសុវណ្ណក៏បានដណ្ដើមយកស្បែកជើងទិព្វនិងទីក្រុងលង្កាដែលយក្សថាវេទសុវណ្ណបានមើលថែនោះបានសម្រេចបន្តមករឿងនេះក៏បានលេចលឺដល់ព្រហ្មញ្ញសាសនាព្រះអង្គក៏បានសាងទីក្រុងថ្មីដែលមានឈ្មោះថាអលកាឲ្យយក្សថាវេទសុវណ្ណមើលថែទៀតហើយនេះក៏ជារឿងទាក់ទងនឹងព្រហ្មញ្ញសាសនានៅក្នុងចំណោមយក្សមួយក្រុមដែលគេហៅថាពួកអសុរកាយឬគេហៅថាយក្សមិនល្អចូលចិត្តធ្វើបាបគេជាពិសេសចូលចិត្តរំខានព្រះពុទ្ធសាសនារបស់យើងកុំឲ្យអង្គុយសមាធិបានស្រួលយក្សថាវេទសុវណ្ណក៏បាននាំទ័ពមួយក្រុមទុកការពារព្រះពុទ្ធសាសនាកុំឲ្យយក្សទាំងនោះមករំខានហើយនេះក៏ជារឿងទាក់ទងនឹងប្រវត្តិរបស់យក្សនៅក្នុងការប្រទះឃើញឆ្អឹងរបស់យក្សពីសម័យបុរាណមានច្រើនមែនទែនទូទាំងពិភពលោកដែលបានប្រទះឃើញឆ្អឹងមានលក្ខណៈធំវែងគេគិតថាតាំងពីសម័យបុរាណនោះធ្លាប់មានយក្សពិតមែនផុសតាំងទាំងនេះប្រាប់ឲ្យដឹងថាពីសម័យបុរាណប្រហែលជាមានយក្សពិតមែនចុះអ្នកទាំងអស់គ្នាគិតយ៉ាងដូចម្ដេចតើយក្សមានពិតឬមិនពិតសម្រាប់ថ្ងៃនេះបើមានព័ត៌មានខុសឆ្គងកន្លែងណាឬខ្វះចន្លោះកន្លែងណាក៏សូមមេត្តាខន្តីអភ័យទោសផងសម្រាប់ថ្ងៃនេះសូមអរគុណដែលចូលទស្សនានិងសូមជម្រាបលាផងដែរជួបគ្នាវីដេអូក្រោយទៀត